សូមស្វាគមន៍មកកាន់ Channel Big Collection KA ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel យើងខ្ញុំមានប្រអប់ជ័រម៉ូដថ្មីបង្ហាញលោកអ្នកប្រអប់នេះក្នុងមួយថតមានប្រអប់ខាងក្រៅមួយនិងថតខាងក្នុងផ្លាស្ទិកថ្លាមួយផងដែរប្រអប់នេះជាប្រភេទជ័រស្វិតក្រាស់ផងដែរចំពោះប្រអប់ផ្នែកខាងក្រៅនេះផងដែរចាមានប្រហោងផ្នែកខាងមុខហើយផ្នែកខាងក្រោយបិទជិតផងដែរចំពោះផ្នែកឆ្នូតជុំវិញសម្រាប់តភ្ជាប់ទៅប្រអប់មួយទៀតចំពោះប្រអប់នេះដែរមានទំហំធំយើងអាចដាក់ទូរស័ព្ទនិងរបស់ផ្សេងបានចំពោះប្រអប់ថ្លានេះក៏មានជាបន្ទះថ្លាសម្រាប់ដាក់ខណ្ឌចានៅក្នុងប្រអប់បាន4ថតផងដែរតបមកទៀតយើងមកមើលពីរបៀបផ្គុំពីប្រអប់មួយទៅប្រអប់មួយដំបូងយើងយកផ្នែកជ័រផ្លាស្ទិកថ្លាខាងក្នុងចេញសិនចំពោះប្រអប់នីមួយមានឆ្នូតជុំវិញទាំងសងខាងនិងមុខក្រោយផងដែរប្រអប់ទី2ក៏មានឆ្នូតជុំវិញដូចគ្នាផងដែរដើម្បីធ្វើការផ្គុំបងប្អូនបញ្ឈរប្រអប់ទី1រួចយកប្រអប់ទី2មកសៀតឲ្យចំកន្លាក់រួចរុញបញ្ចូលជាការស្រេចបន្តមកទៀតយើងមកផ្គុំប្រអប់ទី3យើងធ្វើការបញ្ឈរប្រអប់ផ្នែកខាងក្រោយបន្ទាប់មកយើងធ្វើការរុញឲ្យចំកន្លាក់ជាការស្រេចបន្ទាប់មកយើងមកផ្គុំប្រអប់ទី4យើងយកប្រអប់ទី4សោកផ្នែកខាងក្រោយឲ្យចំកន្លាក់រួចរុញជាការស្រេចបន្ទាប់មកយើងដាក់ជ័រផ្លាស្ទិកថ្លាចូលវិញការផ្គុំប្រអប់បានរួចរាល់ប្រអប់ដែលខ្ញុំបង្ហាញនេះមានលេខកូដ S3 ដែលប្រវែង20ប្រអប់មានប្រវែង540មីលីម៉ែត្រគុណនឹង390មីលីម៉ែត្រចំពោះប្រវែងខាងក្រៅមានទំហំ205គុណនឹង135គុណនឹង78មីលីម៉ែត្រនិងប្រវែងខាងក្នុង175គុណនឹង122គុណនឹង68មីលីម៉ែត្រចំពោះប្រអប់នេះមាន3ពណ៌មានពណ៌ប្រផេះស្រាលពណ៌លឿងនិងពណ៌ខៀវចាស់ ជ
ចំពោះប្រអប់នេះដែរមានច្រើនទំហំមានពីຂະຫນາດ S0 រហូតដល់ S7 សូមចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំ